សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមានរឿងនិទានប្លែកមួយដើម្បីចែកជូនបងប្អូនគ្រាន់នឹងស្ដាប់កម្សាន្តរឿងនេះមានចំណងជើងថាបុរសចិញ្ចឹមគូញីបាទដំណើររឿងមានដូចតទៅបងប្អូននៅតំបន់ស្រុកស្រែជនបទយើងភាគច្រើនគេប្រកបរបរចិញ្ចឹមសត្វបាទមានគោក្របីជ្រូកមាន់ទាអីចឹងទៅប៉ុន្តែមានបុរសម្នាក់នោះវ័យរៀងចំណាស់ដែរហើយគាត់ចិញ្ចឹមគោ2ក្បាលបាទដូចក្នុងវីដេអូយើងឃើញចឹងគោគាត់មេឬក៏គោញី2ក្បាលស្អាតណាស់មើលមៀតចោះបាទអញ្ចឹងគាត់រាល់ថ្ងៃនៅជុំវិញផ្ទះគាត់ហ្នឹងគឺមានដាំដំណាំដាំស្មៅមានស្រូវមានអីចឹងសម្រាប់ទុកឲ្យគោនឹងវាស៊ីហើយគាត់នឹងតែងតែរកស្មៅកាត់ស្រូវអីដាក់ឲ្យគោស៊ីរាល់ថ្ងៃបាទគោគាត់នឹងគឺចម្រើនពេញវ័យធំធាត់ពេញរូបពេញរាងមើលទៅស្អាតណាស់ដល់អញ្ចឹងដល់ពេលគោគាត់ធំពេញវ័យអញ្ចឹងទៅគោគាត់គឺចាប់ផ្ដើមមានគួរបាទគេហៅថារយឈ្មោលបាទគាត់ហ្នឹងក៏ហៅគូបាគូអីមកដាក់ឈ្មោលដាក់បាអីចឹងទៅនេះផើមហើយបងប្អូនមើលណាក្រោយពីដាក់បាទៅគឺផើមចេញរាងស្អាតណាស់ចិត្តគ្រប់ខែនឹងកើតហើយបាទអញ្ចឹងគាត់ខំមើលថែណាស់រាល់ថ្ងៃហើយគាត់ក៏មានគូបាមួយដែរបាទចាំគូបាដែរអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគូវាចេះតែធំធាត់កូនហ្នឹងក៏កាន់តែឈានចូលចង់គ្រប់ខែដែរហើយបាទមើលចោះតំណាំគាត់ប្រព័ន្ធគូនឹងគឺដល់ហើយសម្បូរណាស់មានស្លឹកអំពៅមានអីចឹងទៅបាទដល់វេលាថ្ងៃមួយគូគាត់នោះគ្រប់ខែត្រូវឆ្លងទន្លេបាទដល់ពេលត្រូវឆ្លងទន្លេអញ្ចឹងគាត់មានអារម្មណ៍ថាភ័យមានអារម្មណ៍ថាដូចជាភ័យមិនទេពេលគូឆ្លងទន្លេគាត់ក៏ហៅប្រពន្ធគាត់ឲ្យមកជួយមើលគាត់ស្រែកថាឯងអើយឯងគូយើងឆ្លងទន្លេហើយចិត្តឆ្លងទន្លេហើយមកនេះជួយគ្នាឲ្យប្រពន្ធហ្នឹងមកជួយមើលគូឆ្លងទន្លេជាមួយគាត់ហើយយករកទិញចេកមួយស្និតធូប3កសៃអីមកផងប្រពន្ធហ្នឹងក៏ស្ដាប់ប្តីក៏ទៅយកចេកមួយស្និតធូប3កសៃហ្នឹងយកមកឲ្យដោតនៅឯរោងគោហ្នឹងប្រហែលជាគាត់បែបន់អីសុំឲ្យគោនឹងឆ្លងទន្លេដោយសុខសុវត្ថិភាពអីចឹងទៅព្រោះគាត់បារម្ភអញ្ចឹងប្រពន្ធហ្នឹងក៏យកចេកយកធូបហ្នឹងមកឲ្យនៅក្បែរនឹងបែបន់អីចឹងទៅតែបរោះហ្នឹងគាត់អត់ទាន់បន់ទេបាទគាត់អត់ទាន់បន់អីទេឲ្យប្រពន្ធនឹងបែបន់សិតគាត់ចងគោចងអីស្រួលបួលចឹងហើយប្រពន្ធគាត់បែបន់អីហើយរួចហើយស្រួលបួលបានគាត់ហ្នឹងទៅបន់ម្ដងតែគាត់បន់យ៉ាងម៉េចបងប្អូនដឹងណាគាត់ថាអូលោកឲ្យលោកគូគ្រប់ខែហើយដល់ពេលដល់វេលាដែលត្រូវឆ្លងទន្លេហើយចឹងសូមឲ្យគូនឹងឆ្លងទន្លេមកឲ្យជាកូនគូទៅសូមឲ្យជាកូនគូបាទចឹងពេលហ្នឹងគូចាប់ដើមកើតមកហើយចាប់ដើមទៅរីកកើត
បរោះហ្នឹងគាត់ចេះអញ្ចឹងគូទៅលោកកូនគូទៅកូនគូទៅលោកកូនគូបាទមិនដឹងថាគាត់ខ្លាចគូនឹងកើតមកទៅជាកូនអីផ្សេងឬក៏យ៉ាងម៉េចចេះតែបន់អញ្ចឹងទៅស្រាប់តែពេលនោះកូនគូកើតប្រុចមកគាត់ថារត់នៅស្រែកប្រាប់ប្រពន្ធគាត់ណាគាត់ថាអញថាគូមែនអញថាគូមែនបាទអញ្ចឹងរឿងនិទាននេះគឺមានប៉ុណ្ណឹងបងប្អូនបាទសម្រាប់រឿងនិទានផ្សេងទៀតយើងខ្ញុំនឹងចេញវីដេអូនៅវគ្គក្រោយទៀតបាទសូមអរគុណបងប្អូនដែលបានតាមដានស្ដាប់